ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាជំរាបសួរគ្រូសិស្សទាំងអស់គ្នាថ្ងៃនេះក្រុមខ្ញុំនាងខ្ញុំនឹងឡើងធ្វើបទបង្ហាញអំពីរូបភាពនៃការថែរក្សាផែនដីគឺជាតួនាទីរបស់មនុស្សដោយក្រុមនាងខ្ញុំគឺមានឈ្មោះថាទីនេះជាមួយនឹងធម្មជាតិចាដែលក្រុមនាងខ្ញុំមានសមាជិកចំនួន4នាក់ដែលនាងខ្ញុំឈ្មោះនីលីណានាងខ្ញុំរិញ្ញាតាខ្ញុំបាទសំណប់នាងខ្ញុំផនសុគន្ធធានីចាដែលផ្នែកនៃខាងស្ដាំនៃរូបភាពនេះគឺនិយាយអំពីផលវិបាកការបំផ្លាញព្រៃឈើអំពីការបម្រែបម្រួលនៃការកាត់កាន់កម្ដៅនៃផែនដីដែលយើងសង្កេតមកមើលទីនេះគឺយើងឃើញថាផ្ទៃរបស់ផែនដីយើងមានពណ៌លឿងដែលមានភាពអ៊ូអាប់ដោយសារតែមានការកើនកម្ដៅនៃផែនដីដែលមានកត្តាមួយចំនួនដែលធ្វើឲ្យមានការកើនកម្ដៅនៃផែនដីអញ្ចឹងយើងសង្កេតទៅមើលរូបដើមឈើនេះរូបដើមឈើនេះគឺមានលក្ខណៈអត់មានស្លឹកឈើហើយដើមឈើមួយចំនួនហ្នឹងគឺត្រូវរកបានត្រូវរកការកាប់បំផ្លាញអញ្ចឹងការកាប់បំផ្លាញព្រៃឈើគឺរងផលប៉ះពាល់ដូចជាសត្វនៅរុក្ខជាតិមិនអាចរស់នៅបានហើយយើងធ្វើទៅកន្លែងនេះដូចជាផ្ទៃនៃទឹកទន្លេអញ្ចឹងបើសិនជាយើងបោះចោលនៅសម្រាមឬក៏ផ្លាស្ទិកច្រើនពេកគឺធ្វើឲ្យមានភាពអូអាប់និងភាពខ្មៅបែបនេះហើយចំពោះនេះគឺជាការបំពុលដោយឧស្សាហកម្មការបំពុលផ្សែងពុលដែលទទួលបានពីផ្នែកឧស្សាហកម្មនិងកប៉ាល់យើងដឹងហើយថាដើមឈើរបស់យើងហ្នឹងគឺមានអត់មានស្លឹកឈើទេហើយដើមឈើមួយចំនួនហ្នឹងក៏បានត្រូវរងការកាប់បំផ្លាញផងដែរអញ្ចឹងធ្វើឲ្យរុក្ខជាតិនិងសត្វមិនអាចរស់នៅបានហើយចំពោះរូបនេះនិយាយអំពីការកសាងនៅឧស្សាហកម្មអញ្ចឹងការកសាងឧស្សាហកម្មហើយនឹងកប៉ាល់មួយនេះគឺធ្វើឲ្យមានបង្កនៅផ្សែងពុលដែលធ្វើឲ្យការកម្ដៅនៃផែនដីហើយមួយទៀតរូបមួយនេះនិយាយអំពីការវិនិច្ឆ័យនៃសេចក្តីស្លាប់មានន័យថាបើសិនជាយើងនៅតែបន្តការប្រើប្រាស់ផ្សែងពុលឬក៏ការប្រើប្រាស់ដោយការកាត់បំផ្លាញព្រៃឈើគឺមានផលវិបាកដូចជាការរាំងស្ងួតការបង្កនៅគ្រោះទឹកជំនន់ហើយព្រៃឈើក៏ឆាប់ឆេះហើយមនុស្សនិងសត្វមិនអាចរស់នៅបានទេអញ្ចឹងហើយធ្វើឲ្យយើងពិបាកនៅក្នុងការដកដង្ហើមផងដែរអញ្ចឹងបើសិនជាមនុស្សនៅតែបន្តការបំផ្លាញនិងបន្តនៅសកម្មភាពបែបនេះទៀតនឹងធ្វើឲ្យនៅតែនៅកម្ដៅរបស់ផែនដីហើយយើងមិនអាចរស់នៅបានទេអញ្ចឹងជាកិច្ចបន្ទាប់ខ្ញុំសូមជូនទៅអ្នកគ្រូយ៉ាដាចាចឹងtôiមកវិញយើងសង្កេតឃើញថាផ្នែកខាងស្ដាំគឺបង្ហាញអំពីសេចក្តីសង្ឃឹមនៃការអភិវឌ្ឍចឹងយើងសង្កេតឃើញថាផ្ទៃមេឃខាងនេះគឺវាបង្ហាញអំពីការស្រស់បំព្រងនៃធម្មជាតិពណ៌បៃតងហើយយើងសង្កេតឃើញថាធម្មជាតិមានពណ៌បៃតងនិងការផ្ទៃមេឃពណ៌ខៀវហើយមានពណ៌បរិសុទ្ធដែលបង្ហាញអំពីខ្យល់បរិយាកាសបរិសុទ្ធនៅក្នុងធម្មជាតិតមកទៀតយើងសង្កេតឃើញថាកំហៅនិងសូឡាគឺជាការប្រើប្រាស់ថាមពលដែលត្រឡប់មកមួយដែលមិនទទួលបាននូវការបំផ្លាញរបស់ធម្មជាតិហើយជាចុងក្រោយយើងសង្កេតឃើញថាពណ៌ផែនដីរបស់យើងគឺមានពណ៌បៃតងនិងខៀវសម្ងាត់ល្អតែបង្ហាញពីការគ្រប់គ្រងរបស់មនុស្សដែលចូលរួមថែរក្សាការពារភពផែនដីសម្រាប់ជារួមមកគំនូរមួយផ្ទាំងនេះបានបង្ហាញអំពីភពផែនដីដែលស្ថិតនៅក្នុងកម្រិតដៃរបស់មនុស្សនៅក្នុងការថែរក្សាហើយក្នុងគំនូរផ្ទាំងនេះដែរគឺជាសារដាស់តឿនឲ្យមនុស្សយើងគ្រប់គ្នាចូលរួមថែរក្សាការពារព្រៃឈើនិងផែនដីរបស់យើងឲ្យមានភាពខៀវស្រងាត់និងស្រស់បំព្រងដើម្បីឲ្យភពផែនដីរបស់យើងនឹងមានបរិយាកាសល្អនិងមានជីវិតជីវ៉ាឡើងវិញចា៎សូមអរគុណដូច្នេះជាចុងក្រោយខ្ញុំសូមឲ្យលោកគ្រូផ្ដល់ជាមតិយោបល់មកដល់ក្រុមយើងខ្ញុំបាទសូមអរគុណក្នុងគំនូររបស់យើងបានថ្លឹងថ្លែងបានល្អផ្ទៃដីជំហានឆ្វេងស្ដាំនិងផ្ទៃមេឃអូរបងបានលៃក្លងបានល្អបាទអញ្ចឹងมันមានមតិកែលម្អច្រើនទេព្រោះបងបានបង្ហាញពីអត្ថន័យហៅថាទស្សនាទានអញ្ចឹងបាទខ្ញុំប្រកបក្នុងការដើរឆ្នាំគំនូរគឺតែតែមានទស្សនាទានអញ្ចឹងមកដល់ពេលនេះបងប្អូនទាំងអស់គ្នាយល់ពាក្យទស្សនាទានច្បាស់ហើយណាបាទទស្សនាទានគឺអញ្ចឹងវាក្តោបរួមសម្រាប់គេថាជីវិតទូទៅរបស់មនុស្សអញ្ចឹងអត្ថន័យក្នុងរូបភាពគឺគ្រប់គ្រាន់ហើយសម្រាប់ការថែទាំថែរក្សាបរិស្ថានរបស់ផែនដីយើងបាទអរគុណ